បញ្ហាលើជាតិអាស៊ីតរឹងម្រាមដៃតឹងទៅសៃក្តៅកាហាយបាត់ដៃបាត់ជើងដោយសារតែលើជាតិស្ករមានជំងឺទឹកនោមផ្អែមចាប់បញ្ហាទាំងអស់នេះគឺឃើញថាមានបងប្អូនដូចជាអ៊ំពុំមីងជាច្រើនដែលកំពុងតែកើតមានហើយគាត់តែងតែចាស្វះស្វែងរកដំណោះស្រាយប៉ុន្តែរកដំណោះស្រាយបានហើយប៉ុន្តែមិនទទួលបានលទ្ធផលល្អគ្រាន់តែឈប់ញ៉ាំថ្នាំភ្លាមចាប់ពី3ថ្ងៃក្រោយគឺមានអាការៈនៃការធ្វើទុកមានអាការៈនៃការឈឺចាប់ត្រឡប់មកវិញមានបងប្អូនច្រើនមែនទែនដែលកំពុងតែជួបប្រទះទៅនឹងបញ្ហាទាំងអស់នេះអញ្ចឹងបើសិនជាបងប្អូនកំពុងតែមានបញ្ហាទាំងអស់នេះខ្ញុំសូមណែនាំឲ្យបងប្អូនបានប្រើប្រាស់ជាមួយនឹងឈុតសុខភាព V Hope និង V Herb ព្រោះមានអតិថិជនច្រើនមែនទែនដែលគាត់បានធូរសះស្បើយហើយមានអ៊ំពូមីងជាច្រើនទៀតគ្រប់ខេត្តក្រុងដែលគាត់ប្រើហើយគឺពិតជាទទួលបានលទ្ធផលល្អប្រសិនជាបងប្អូនចាប់ប្របាក់ក្នុងការរកដំណោះស្រាយច្រើនហើយនៅតែមិនទទួលបានលទ្ធផលល្អចាំបងប្អូនអាចសាកល្បងប្រើប្រាស់ជាមួយនឹងឈុតសុខភាព V Herb និង V Hope នេះបានដើម្បីបងប្អូនទទួលបានព័ត៌មាននៃកាន់តែលម្អិតទៅលើដំណោះស្រាយត្រឹមត្រូវបងប្អូនអាចតំណតាមរយៈលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះបាន